សូមគោរពនឹងជំរាបសួរអស់លោកស្រីអ្នកនាងកញ្ញាក៏ដូចជាប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីអាយ៉ាឆាន់សវណ្ណរាជនិង Miss Universe 2018រឿងណាថតស្និទ្ធស្នាលនឹងគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលពេញ Facebook បន្ទាប់ពីឆ្លងកាត់ប្រឡងមកឃើញថា Miss Universe កម្ពុជាកញ្ញារឿងណាកាន់តែទទួលបានការគាំទ្រពីមហាជនយ៉ាងខ្លាំងស្របពេលដែលសមត្ថភាពរបស់នាងក៏មានច្រើនមិនថាពេលដើមម៉ូដនិងសម្ដែងរឿងខ្លីៗជាច្រើនដោយសារតែសមត្ថភាពដ៏ល្អបែបនេះក៏បានធ្វើឲ្យផលិតករជាច្រើនបានហៅនាងថតជាបន្តធ្វើឲ្យបច្ចុប្បន្នកាន់តែមានភាពមមាញឹកខ្លាំងគួរឲ្យកត់សម្គាល់ជាក់ស្ដែងកាលពីពេលថ្មីនេះតារាស្រីរូបនេះបានបង្ហាញខ្លួនថតជាមួយនឹងតារាចម្រៀងដ៏ល្បីឈ្មោះលោកឆន សវណ្ណរាជជាលើកដំបូងដោយនៅក្នុងនោះនាងបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាតស័ក្តិសមជាមួយនឹងតារាប្រុសរូបនេះយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរបានធ្វើការបង្ហាញរូបភាពដ៏ស្និទ្ធស្នាលនឹងគ្នាខ្លាំងទោះបីជាលើកនេះជាការសម្ដែងជាមួយគ្នាលើកដំបូងយ៉ាងណាក្តីតាមរយៈរូបភាពទាំងនេះអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តនៅសកម្មភាពរបស់នាងយ៉ាងខ្លាំងដែលទឹកមុខក៏ដូចជាការសម្ដែងមើលទៅគឺពិតជាសមជាពិសេសនៅពេលដែលសម្ដែងជាមួយនឹងលោកឆន សវណ្ណរាជលើកដំបូងបែបនេះចានេះគឺជាលើកដំបូងហើយដែលលោកឆន សវណ្ណរាជប៉ះជាមួយនឹង Miss Universe កម្ពុជា2018គឺកញ្ញារឺណានជាលើកដំបូងសម្ដែងជាមួយគ្នាពិតមែនប៉ុន្តែពួកគាត់ទាំងពីរនាក់ហាក់បីដូចជាស្និទ្ធស្នាលដូចជាដៃគូចាស់អញ្ចឹងក្រោយពីបានឃើញរូបភាពអស់ទាំងនេះហើយបានធ្វើឲ្យបងប្អូនមហាជនជាច្រើនទន្ទឹងរង់ចាំនៅ MV ថ្មីនេះថាតើល្អមើលបែបណាហើយអត្ថន័យបទចម្រៀងពីរោះយ៉ាងណានោះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាចាហើយតកតងនឹងអត្ថបទនេះដែរក៏សូមបញ្ចប់តែត្រឹមនេះអរគុណបងប្អូនទាំងអស់គ្នាសូមចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា